គតិសង្ឃៈបណ្ឌិតម៉ែនសំអនឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានក្រុមប្រឹក្សាជាតិរណសេរសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជាអមដំណើរដោយឯកឧត្តមវងសោតអនុប្រធានទី2រដ្ឋសភានិងជាអនុប្រធានក្រុមប្រឹក្សាជាតិរណសេរសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជានិងលោកជំទាវរួមនឹងអ្នកតំណាងរាស្ត្រមកពីមណ្ឌលស្វាយរៀងត្បូងឃ្មុំនិងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី12ខែមិថុនាឆ្នាំ2025ម្សិលមិញនេះបានអញ្ជើញដឹកនាំប្រតិភូក្រុមប្រឹក្សាជាតិរណសេរសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជាជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយជាស្បៀងអាហារគ្រឿងឧបភោគបរិភោគនិងថវិកាទៅឧបត្ថម្ភគាំទ្រនិងផ្ដល់ការលើកទឹកចិត្តជូនកងទ័ពនៃកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលកំពុងឈរជើងបំពេញភារកិច្ចការពារអធិបតេយ្យជាតិបូរណភាពទឹកដីតំបន់ព្រំដែនកម្ពុជាថៃក្នុងខេត្តព្រះវិហារការចុះសួរសុខទុក្ខរបស់សម្ដេចគតិសង្ឃៈបណ្ឌិតម៉ែនសំអននិងឯកឧត្តមវងសោតរួមជាមួយអ្នកតំណាងរាជអមដំណើរឯកឧត្តមលោកជំទាវជាសមាជិកសមាជិកាក្រុមប្រឹក្សាជាតិរណសេរសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជាត្រូវបានទទួលស្វាគមន៍ដោយនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិនាយឧត្តមសេនីយ៍អ៊ិតសារ៉ាត់អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយោធពលខេមរៈភូមិន្ទនិងជាប្រធានគណៈបញ្ជាការឯកភាពសមរភូមិមុខទិសយុទ្ធភូមិភាគទី4និងនាយឧត្តមសេនីយ៍គតិសង្ឃៈបណ្ឌិតហ៊ីងប៊ុនហៀងអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរៈនាយឧត្តមសេនីយ៍អ៊ិតសារ៉ាត់មេបញ្ជាការសមរភូមិព្រំដែនទិសយុទ្ធភូមិភាគទី4បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែគិតគូរសុខទុក្ខឧបត្ថម្ភគាំទ្រជានិច្ចជាពិសេសវត្តមានសម្ដេចគតិសង្ឃៈបណ្ឌិតម៉ែនសំអននិងឯកឧត្តមវងសោតដែលបានចុះមកសំណេះសំណាលនាពេលនេះគឺជាការគាំទ្រនិងការផ្ដល់លើកទឹកចិត្តដល់កងទ័ពក្នុងការការពារអធិបតេយ្យនិងបូរណភាពទឹកដីដ៏បវរនៃយើងក្នុងឱកាសនោះសម្ដេចគតិសង្ឃៈបណ្ឌិតម៉ែនសំអនបាននាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្របណ្ឌិតប៊ុនរនីហ៊ុនសែនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតដោយបានសម្ដែងនៅក្តីការកោតសរសើរដោយក្តីស្មោះអភិដួងចិត្តចំពោះការលះបង់គ្រប់បែបយ៉ាងរបស់កងទ័ពនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដើម្បីការពារជាតិសាសនាព្រះមហាក្សត្រសម្ដេចគតិសង្ឃៈបណ្ឌិតម៉ែនសំអនក៏បានបញ្ជាក់ថាការចុះសួរសុខទុក្ខនៅពេលនេះគឺដើម្បីគាំទ្រនិងលើកទឹកចិត្តកងទ័ពនៅជួរមុខដែលថែរក្សាការពារអធិបតេយ្យជាតិនិងព្រំដែនជាតិនៅតាមព្រំដែនកម្ពុជាថៃសម្ដេចគតិសង្ឃៈបណ្ឌិតម៉ែនសំអនក៏បានសម្ដែងនឹងការកោតសរសើរចំពោះស្មារតីតស៊ូលះបង់អង្អាចក្លាហានប្រកបដោយវីរភាពរបស់កងទ័ពនិងកងកម្លាំងប្រដាប់អាវុធដែលបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារបូរណភាពទឹកដីដែនអធិបតេយ្យជាតិនិងជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើងផងដែរសម្ដេចគតិសង្ឃៈបណ្ឌិតបានបន្តទៀតថាទំនាក់ទំនងរវាងសមរភូមិក្រោយនិងសមរភូមិមុខនៅតែជាចំណងមិនអាចកាត់ផ្ដាច់បានទេហើយទស្សនវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី7នៃរដ្ឋសភាបានដាក់ចេញនៅកម្មវិធីនយោបាយជាច្រើនដោយបានខិតខំគៀងគរអ្នកវិនិយោគចូលមកកម្ពុជាដើម្បីឲ្យប្រជាពលរដ្ឋមានការងារធ្វើកាន់តែច្រើននិងមានជីវភាពកាន់តែធូរធារសម្រាប់ស្បៀងសម្ភារៈឲ្យគ្រឿងឧបភោគបរិភោគនិងថវិកាជូនកងទ័ពនិងគ្រួសារកងទ័ពដែលបានមកពីការចូលរួមចំណាយពីគ្រប់ទិសទីរួមមានថវិកាចំនួន238លានរៀលនិង$5,000រួមនឹងគ្រឿងឧបភោគបរិភោគថ្នាំពេទ្យព្រមទាំងសម្ភារៈប្រើប្រាស់ជាច្រើនទៀតនិងបានឧបត្ថម្ភដល់កងកម្លាំងដែលចូលរួមក្នុងពិធីសំណេះសំណាលចំនួន800នាក់ក្នុងម្នាក់ទទួលបាន50,000រៀលផងដែរ